រឿងក្អែកមូរីជាក្អែកដកកាលពីព្រេងនាយមានបុរសពីរនាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគុំនិតដល់ខ្លួនអាខូចជុះអាចដាក់ពេញពីងមួយហើយយកអាចលាក់បិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកំបិតមួយផ្លែពុនចង្កឹះអាកំបោដងពុនកដៃស្រោមធំវែងមួយលូកអាខិលស្ពាយកំបិតនោះដើរទៅលួកអាខូចក៏ពុនពីងអាចនោះដើរទៅលួកដែរអាខិលទៅពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពពាយនាយថាអ្នកអើយទិញផ្អករបស់ខ្ញុំយកទៅពិសាផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់អាខិលឆ្លើយថាតួតែលួកដាវដាច់គ្មានលុយទិញបើខ្ញុំដូរជាដាវនេះព្រមដូរឬទេអាខូចឃើញដាវនោះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ដាវឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការម្ដងចាំហូតកាប់អ្នកឯងកុំប្រញាប់ហូតមើលបើហូតលោព្រឿលសោកទៅវិញមិនចុះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំបើគុំតែខែនេះក្រមហូបណាស់គុំអីខ្ញុំមិនដូរទេអាខូចក៏ប្រគល់ពាងអាចឲ្យទៅអាខិលហើយហាមថាផ្អកខ្ញុំនឹងក៏ល្អដែរដល់ទេស៊ីចាំបើកយកមកចំហុយកុំអាលបើកមើលក្រែងវាស្អុយរួយបាញ់ក្រែងវាធំខ្មោស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់នឹកឃើញជីដូនជីតាបានវេខ្វាស៊ីឆៅអាទាំងពីរបែកគ្នាទៅដល់ផ្ទះរាល់ខ្លួនហើយទឿនប្រពន្ធថាដណ្ដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខិលថាដូរដាវគេថាផ្អកចៅគេឆ្ងាញ់ពិសាណាស់ប្រពន្ធក៏ពេញចិត្តនឹកថាបើប្អីចេះធ្វើកំបិតដូរផ្អកស្ទុះភ្លាតទៅយកចានដួសបាយហើយកាន់កំបិតយ៉ាងកំរិលក៏កិលទៅជិតពាងផ្អកយកកំបិតគោះអាចលាក់នំរបើកឡើងហើយលូកខ្វាបានមួយក្តាប់ដាក់ផ្លាបទៅក្នុងចានសល់នៅដៃប៉ុន្មានក៏លិតផ្លាប់ភ្លក់មើលងើបមុខឡើងលើថាយីផ្អកចៅអ្វីក៏ស្អុយដូចអាចគ្មានឆ្អឹងគ្មានសាច់ក៏ខ្វិចមាត់ផងយ៉ាងនឹងធ្វើផ្អកត្រីអ្វីប្តីថាក្រែងក្រៃពោប្រពន្ធក៏លូកគោរាវរកក្បាលលូកបានពាក់កណ្ដាលអួតចង្អោជាង20វ៉កដឹងជាក់ជាអាចមិនមែនផ្អកបកបន្ទប់ទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួចនិយាយពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពាងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវាច្រាស់ស្លឹកគ្រៃកន្ត្រាក់ដាវលោតទៅដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដកដាវហូតខ្វាច់ឃើញផ្លាដាវនេះខ្លីកំពេចគិចឡើងទៅលើផ្ទះបង្ហាញប្រពន្ធមើលសើចទាំងពីរនាក់សើចហើយប្រាប់ប្រពន្ធថាប្រាជ្ញាអានេះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយងាយលុះទៅប្រទេសនឹងអាខិលដើរពីនាយសើចប្រព្រាយនិយាយសួរថាឯងទៅណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាមួយក៏ថាអញមកសុំឯងធ្វើក្លឿដែរហើយក៏សុកចិត្តដើរពីនឿកទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ជរាឈឺស្លាប់គេដាក់ក្នុងក្តារមឈរបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះអាទាំងពីរស៊ើបសួរអ្នកដាវខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាទាំងពីរអ្នកគិតគ្នាថាឯងត្រូវខ្លែងសម្បុត្រមួយច្បាប់ទៅប្រាប់ថាសម្បុត្រសេដ្ឋីឲ្យមកយកទ្រព្យរបស់ឯងបន្លំលុបចូលគេក្នុងមឈរអំពីលើខ្មោចសេដ្ឋីតនឹងឯងអាមួយក៏ទៅបន្លំដេកដោយគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងបិទភ្នែកខំសម្លឹងប្រឹងមើលក្រាំងសូត្រភើធัวកូនចៅតូចធំរវល់តែយំសោកអាខូចដែលរកក្រដាសបានធ្វើសម្បុត្រខ្លែងកាន់ដែលតូចសំដៃសូត្រឲ្យគេស្ដាប់ថាសម្បុត្រអំពីមហាសេដ្ឋីប្រាប់មកថាចៅខូចកំសត់តាំងពីតូចជាកូនធัวឥឡូវអាពុកជរាហើយកូនអើយចូលទៅយកទ្រព្យរបស់ទុកចាយឲ្យសบายចិត្តចុះកូនចៅស្រីប្រុសគេមិនសុខចិត្តព្រោះដបិតគ្មានត្រាគ្មានហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចុះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមនោះខ្ញុំខ្លែងបញ្ឆោតទេ
កូនសេដ្ឋីកូនឃ្លាមទៅស្រែកឪពុកអាខិលឆ្លើយថាកូនសួរថាឪពុកបានឲ្យសម្បុត្រទៅកូនធរមកយកទ្រព្យមែនឬអាខិលឆ្លើយថាកូនខៀមឈ្មោះអាខិលវាមកហើយឬកូនឆ្លើយថាទៀនប្រុសមកអាខិលថាមើលយករទេះមួយធំក្របីមួយនឹមទឹមរទេះនោះហើយយកមាសប្រាក់កែវកង់សំពុតអាវវាលផ្ទុកក្នុងរទេះឲ្យលោមតែក្របីនោះឧះរួចបានប៉ុន្មានឲ្យវាយកទៅចុះកូនចៅស្រីប្រុសចាញ់ឧបាយកលអាខិលអាខូចក៏ខឹងនឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅអស្ចារ្យឥឡូវនឹងបើកក្តារឲ្យច្បាស់ចាស់ហាមប្រាមថាមើលមុខខ្មោចមិនបានទេខ្លាចដេកយប់ទៅមកមើលមកម៉ាយម្ល៉េះហើយក៏ជឿជាក់យកសម្ពុតអាវស្លៀកពាក់និងកន្ទេលពូខ្នល់ខ្នើយហើយថែមទុកថាសចានល្អអំបិលប្រហុក4ក្រឡាអង្ករ5ការុងដាក់ផ្ទុកទៅឲ្យអាខិលអាខូចបង្វិលរទេះយ៉ាងធំជជែកយំទឹកភ្នែកឲ្យដោយខឹងដោយបញ្ចោទាំងប្រុសទាំងស្រីហើយក៏ដឹកក្របីមួយនឹមទឹមរទេះប្រគល់ឲ្យអាខូចទៅអានោះត្រេកអរឡើងបរទេះចេញទៅញាក់ទាំងអស់ដែលនៅតែជ្រួលមិនស្រួលចិត្តព្រោះដបិតខឹងនឹងស្ដាយអាខិលលួចនាយអាយលុបចេញព្រិចរត់តាមទៅបន្តិចក៏ទួងរទេះហើយនិយាយគ្នាថាយើងបាងទ្រព្យរបស់តែទាស់នឹងឃ្លានបាយបើឈប់ដណ្ដាំបាយនៅរៀងអានេះក្រែងមិនស្ងាត់ខ្លាចចោលតាមមកប្លន់ទ្រព្យរបស់មួយរទេះបើដូច្នោះឯងឈប់ចាំអញទៅសុំបាយគេស៊ីខ្លះយកមកឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរុះថ្នាំតាមផ្លូវយកមកលាយបាយឲ្យពូលស្លាប់អន្តរាយនិងយកទ្រព្យរបស់នោះតែម្នាក់ឯងឯអាមួយនៅចាំរទេះក៏ធ្វើខ្វាលដាក់ស្តាក់ផ្លូវបំរុងឲ្យត្រីអានោះស្លាប់និងយកទ្រព្យតែម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយសុំមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងអានោះក៏លាគេដាល់ចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងឯក៏ត្រីនឹងខ្នានោះស្លាប់អាមួយបាប្រញាប់ចាប់បាយស៊ីទៅនឹងស្កាំអាសិរីពឹសថ្នាំក៏ពោលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អូសរទេះចូលព្រៃរទេក្រតោទៅច្រកក្នុងទឹកត្រពាំងប្រឆាំងចាប់ខ្សែទៀមដេកតាមរទឹកទៅដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអថាឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនណាស់ដូច្នេះបើលេយកទៅរបស់ខ្លួនក្រែងពុំបានសុខក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃចងក្របីជួបត្រឡប់ទៅវិញហើយក៏ពិសោធន៍ម៉ាយាទឹកប្រពន្ធដោយគិតថាបើលះនឹងយករបស់ទាំងនោះទៅជូនរាជការផែនដីប្រយោជន៍ដើម្បីឲ្យសុខខ្លួនគិតហើយដើរទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជួអាចមិញមានសត្វក្អែកមួយហើរចេញពីកដិតតែអញអាណិតបិទមាត់ឲ្យឈឹងកុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រជាគេវាបាយការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក់សីឲ្យបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថាមានក្អែកពីរហើរចេញពីក្ដិតប្តីអានតែឯងកុំមាត់មេមួយទៀតមិនអត់ទៅប្រាប់គេថែមថាក្អែក5ប្រាប់លឹះតគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រួតជ្រាបទៅដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រើអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមែនឬមិនមែនបុរសក្រាបទូលថាទូលព្រះបង្គំជាខ្ញុំកុហកប្រពន្ធចង់ដឹងចិត្តព្រោះដបិតឃើញទ្រព្យច្រើនបុរសនោះក្រាបទូលដោយខាងលើហើយក្រាបបង្គំលាទៅទឹមរទេះយកមកថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលដាក់ឃ្លាំង